บียบสองมุม90 ដឺក្រេដោយប្រើបន្ទាត់និងដែលឈាមនៅទំព័រទី24តោះឥឡូវយើងចាប់ដើមសងទាំងអស់គ្នាចូលសងមុំ90 ដឺក្រេតាមរូបដែលឲ្យដោយយក O ជាកំពូលអញ្ចឹងយក O ជាកំពូលក៏អញ្ចឹងយក O ជាកំពូលហ្នឹងគឺមានន័យថាកន្លែងមុំ90 ដឺក្រេគឺត្រូវតែនៅត្រង់ O អញ្ចឹង O គឺជាមុំអញ្ចឹងមុននឹងយើងអាចសងមុំ90 ដឺក្រេបានដោយយក O ជាមុំតតែយើងបន្លាយបន្ទាត់ទៅមុខសិនយើងបន្លាយឲ្យវែងមកបន្ទាប់មកយើងយកចុងវិឈានចុចចំចំណុច O ហើយយើងវាស់ថាអង្កត់ពី O ទៅ X មានប្រវែងប្រមាណអញ្ចឹងប៉ុណ្ណឹងហើយយើងវាស់ពីនេះថាប្រមាណកន្លែងនេះអញ្ចឹងយើងបានចំណុចមួយទៀតនៅកន្លែងនេះហើយចំណុចមួយទៀតហ្នឹងគឺធ្វើជាផ្ចិតសម្រាប់គូអញ្ចឹងគឺយើងត្រូវយកផ្ចិត X ហើយនឹងផ្ចិតកន្លែងនេះសម្រាប់គូហើយបន្តមកគឺយើងគូធ្នូពីរឲ្យកាត់គ្នាអញ្ចឹងយើងដាក់ចុងដៃឈានឲ្យចំនឹងផ្ចិត O ហើយយើងគូធ្នូនឹងមកបន្តមកទៀតគឺយើងដាក់ចុងដៃឈានឲ្យចំនឹងផ្ចិតកន្លែងនេះមកកន្លែងដែលយើងចុចមិញហ្នឹងហើយកុំភ្លេចរក្សាគម្លាតដៃឈានឲ្យនៅដដែលគម្លាតរបស់គូកន្លែងនេះប្រហែលគម្លាតគូកន្លែងនេះក៏ប៉ុណ្្នឹងដែរអញ្ចឹងយើងបានចំណុចកាត់គ្នាគឺនៅកន្លែងនេះហើយនឹងកន្លែងនេះអញ្ចឹងគឺយើងគូសបន្ទាត់ពីចំណុចកាត់គ្នាកន្លែងនេះមកចំណុចកាត់គ្នាកន្លែងនេះមកដាក់ចេះសូកអញ្ចឹងយើងបានកន្លែងមុំ90 ដឺក្រេគឺនៅចំចំណុច O អញ្ចឹង O គឺជាកំពូលហើយឬក៏ជាមុំហើយអញ្ចឹងយើងចូលខយើងធ្វើចឹងដែរព្រោះគេយក O គឺជាកំពូលអញ្ចឹងគឺយើងត្រូវបន្លាយបន្ទាត់ឲ្យវែងមកបន្លាយហ្នឹងយើងមិនបាច់ចាំគូបន្ទាត់ទេគឺយើងដាក់ទៅចុចមកចុចមកចុចឲ្យវែងមកនៅពេលដែលយើងចុចហើយគឺយើងយកចុងដៃឈានដាក់ឲ្យចំនឹងកំពូល O ហើយយើងវាស់ពីអង្កត់ OB អញ្ចឹងអង្កត់ OB មិននៅត្រឹមនេះណាព្រោះចំណុច B គឺនៅកន្លែងនេះអញ្ចឹងយើងត្រូវដាក់ឲ្យដល់កន្លែងហ្នឹងមកអញ្ចឹងត្រឹមហ្នឹងនេះត្រឹមនេះត្រឹមហ្នឹងបន្ទាប់មកយើងវាស់មកថាពី O ទៅណាបានស្មើនឹង O ទៅ B មិញអញ្ចឹងពី O ទៅកន្លែងនេះគឺស្មើនឹងពី O ទៅ B អញ្ចឹងចំណុចវាគឺនៅកន្លែងនេះបន្តមកទៀតគឺយើងគូសធ្នូ2គឺមុនដំបូងគឺយើងដាក់ចុងដៃឈានឲ្យចំនឹងផ្ចិត B បន្តមកទៀតគឺយើងដាក់ចុងដៃឈានឲ្យចំនឹងផ្ចិតកន្លែងដែលយើងគូសមិញហ្នឹងហើយយើងគូសធ្នូមួយទៀតឲ្យកាត់នឹងធ្នូដែលយើងគូសមុនហ្នឹងចង់ចំណុចកាត់គ្នារបស់វាគឺនៅកន្លែងនេះហើយនឹងកន្លែងនេះអញ្ចឹងយើងគូសពីចំណុចកាត់គ្នាកន្លែងនេះទៅកន្លែងនេះមកចឹងយើងឃើញហើយចឹងមុំ90 ដឺក្រេគឺនៅចំកន្លែងកំពូល O ចឹងយើងចូលកចឹងកក៏ដូចនឹងកខដែរគឺយើងត្រូវបន្លាយបន្ទាត់មួយទៀតបន្លាយហ្នឹងគឺយើងចុចបានហើយបន្តមកគឺយើងយកចុងដៃឈានដាក់ឲ្យចំកំពូល O ហើយយើងវាស់អង្កត់ OA ចឹងអង្កត់ OA គឺនៅត្រឹមនេះហើយយើងវាស់កន្លែងចំណុចនេះថាស្មើអង្កត់ OA អញ្ចឹងស្មើនៅកន្លែងនេះពី O ទៅកន្លែងនេះស្មើនឹង O ទៅ A អញ្ចឹងយើងគូឲ្យធំមកស្រួលយើងគូអញ្ចឹងបន្តមកគឺយើងគូធ្នូពីរទៀតឲ្យកាត់គ្នាមុនដំបូងគឺយើងដាក់ចុងដៃឈានឲ្យចំនឹងផ្ចិត A ហើយយើងគូធ្នូមួយមកបន្តមកទៀតគឺយើងដាក់ចុងដៃឈានឲ្យចំនឹងចំណុចនេះហើយយើងគូធ្នូមួយទៀតឲ្យកាត់នឹងធ្នូមិញហ្នឹងហើយកុំភ្លេចរក្សាគម្លាតដៃឈាននៅដដែលអញ្ចឹងចំណុចកាត់គ្នាគឺនៅកន្លែងនេះនិងកន្លែងនេះអញ្ចឹងយើងគូពីចំណុចកាត់គ្នានៅកន្លែងនេះមកកន្លែងនេះមកអញ្ចឹងយើងឃើញហើយកន្លែងនេះគឺមុំ O ស្មើនឹង90 ដឺក្រេអញ្ចឹងលំហាត់មេរៀនទី4របស់យើងត្រូវបានបញ្ចប់